ក្នុងវីដេអូនេះចង់និយាយពីគុណប្រយោជន៍នៃដើមដូងនិងដើមត្នោតប៉ុន្តែនេះយើងលើកយកទៅដើមដូងមកឲ្យស្ដាយដែលអត់បានថតរូបភាពកាប់បន្ទួលវាយើងបង្ហាញតែរូបភាពដែលយើងជ្រៀកពុះវាធ្វើជាប្រទះឬក៏របាយកនៀបអីចឹងដើមដូងមានប្រយោជន៍ច្រើនណាស់នៅពេលដែលវាចាស់ទៅវាអត់មានផ្លែតទៅទៀតយើងអាចបដួលរំដុំវាឲ្យជ្រៀកដោយរូបភាពដែលលោកអ្នកឃើញនេះអញ្ចឹងអ្នកជ្រៀកនេះមានជំនាញច្បាស់លាស់គេជ្រៀកវាមួយដើមអញ្ចឹងមកហើយឧទាហរណ៍យើងកំណត់ថា7ម៉ិត6ម៉ិតឬ8ម៉ិតយកមកធ្វើជារនុកយកមកធ្វើជារនៀបឬក៏របាយើងជ្រៀកវាឲ្យស្អាតជ្រៀកវាយើងជ្រៀកសបកខាងវាបន្តិចមកបន្ទាប់មកយើងជ្រៀកប្រមាណមុខកាត់ឧទាហរណ៍ថាមួយទឹកឬក៏មួយទឹកកន្លះអញ្ចឹងយើងជ្រៀកវាជា4ម្ដើមគឺយក4អានេះ4ប្រទះហើយបដូរកដាលហ្នឹងគឺគេអត់យកទេហើយខ្ញុំសួរអ្នកហ្នឹងគេថាអាចប្រើជាប់អត់គាត់ថាអត់អីទេ20-30ឆ្នាំអត់ទៅណាទេប៉ុន្តែវាអាចស៊ូមួយតែនៅក្នុងម្លប់ឯងបើនៅត្រូវក្តៅខ្លាំងពេកត្រូវភ្លៀងអាចពុកប៉ុន្តែឥឡូវនេះគេអាចលាបវាបានគេទិញស្លឹកមកយកមកលាបឬក៏គេប្រើប្រេងបាតហ្នឹងណាយកមកលាបវាមកគេអាចយកវាធ្វើជានាបផ្ទះយកមកធ្វើជាដុកឬក៏របាយ៉ាងឲ្យបាននៅជនបទយើងអាចប្រើដើមដូងនេះជំនួសឈើបានដោយសារឈើវាមានតម្លៃថ្លៃជាងបើសិនយើងមានជីវភាពក្រីក្រនៅជនបទសុខសាយកាយើងយកដើមដូងមកធ្វើជាផ្ទះបានវាមានគុណប្រយោជន៍ប្រសើរសម្រាប់យើងបិទបាំងក្តៅភ្លៀងខ្យល់ឲ្យបានអញ្ចឹងនេះគឺជារូបភាពដែលគាត់ជ្រៀកហ្នឹងគឺអ្នកជ្រៀកហ្នឹងមានជំនាញឃើញទេគេជ្រៀកស្អាតយកទៅ4ប្រទះទេមកដើមហ្នឹងហើយគេបន្ទាប់មកអាសាយហ្នឹងគេទុកចោលខាងក្នុងហ្នឹងគេអត់មកប្រើកាយទេចឹងឯងនៅជនបទយើងកុំចោលបើសិនយើងមានដើមដូងវាជាប់ល្អបើយើងធ្វើធុងមាន់ធុងទាអីក៏បានដែរហើយបន្ទាប់មកគេយកវារៀបជានេះមកប្រទះមកគេយកទុកឲ្យវាយូរវាអានេះងាប់សាច់វាបន្តិចព្រោះវាមានកោងមានអីគេចងប្រអប់ជាប់គ្នាប៉ុន្តែយើងអត់បានលម្អិតទៅលើរូបភាពជាក់ស្ដែងយើងគ្រាន់តែប្រាប់ពីជ្រុងនេះអារបាកណ្ដាលនេះស្នូលហ្នឹងគេអត់យកទេភាសាវាសាយខ្លាំងជាងវាពុកនៅអារបាដែលយើងឃើញគេអុសហ្នឹងអាហ្នឹងគេយកមកប្រើធ្វើជាប្រទះកដាឬប្រទះនាបសម្រាប់បិទបាំងធ្វើផ្ទះ